បាទថ្ងៃផងដែរខ្ញុំបង្ហាញបងប្អូនពីរបៀបបំលែងភ្លើងពីថ្មទៅជាភ្លើងអគ្គិសនីភ្លើងរត់220 វ៉ុលបាទចឹងយើងធ្វើការឲ្យវាឲ្យក្តៅដើម្បីយើងដកខ្ជុងវាចេញដើម្បីរត់ដកលួសឲ្យគេរុំនឹងចេញហើយយើងរុំលួសថ្មីចូលយើងដាក់វាទុកប្រហែលជា1នាទី2នាទីទៅដើម្បីវាក្តៅហើយតោះមកយើងជាខ្វេះវាតិចទៅដើម្បីឲ្យវាល្បើកកាវវាយើងគោះអត់ទាន់ល្បើកទេយើងដាក់កម្ដៅវាបន្ថែមតិចទៀតទៅហើយយើងយកវាមកដកទៀតបាទឥឡូវយើងដកបានមួយខាងហើយបាទនេះនៅមួយខាងទៀតអញ្ចឹងយើងយកអុចវាមួយខាងទៀតទៅដើម្បីឲ្យវាក្តៅលួយចូលដកបានមួយខាងទៀតបាទឥឡូវយើងដកបានទាំងពីរហើយអញ្ចឹងដល់វាដែលយើងត្រូវរុះរើលួសឲ្យគេរុំនៅខាងក្នុងម្ដងយើងដល់បន្ទាប់ដែលមានលួសច្រើនជាងគេដែរហើយចែវស្រាយនឹងតិចទៅវារៀងច្រើនដែរចឹងបន្ទាប់ជាស្រ័យហើយយើងយកលួសមករុំវាបងប្អូនអាចយកលួសរៀងតូចតិចមកឲ្យធំពេកកាន់តែតូចកាន់តែល្អដើម្បីរុំអានច្រើនភ្លើងចេញមកកាន់តែតង់ខ្យងវាកាន់តែខ្ពស់បានច្រើនវ៉ុលចឹងបងប្អូនជារុំមកបានប្រហែល100ជុំnhưប៉ុណ្ណឹងទៅឲ្យបានល្អបំផុតត្រឹម500 600អីបានហើយបងប្អូនតែខ្ញុំរុំហើយមិនបានដល់ប៉ុណ្ណឹងទេសារលុះយើងរៀងធំហើយដុំយើងរៀងខ្ទួចរុំតាមមកពេញនឹងបានហើយមើលថាមកល្មមយើងអាចរុំអាធំមួយតិចបញ្ជាន់តិចបានយើងរុំប៉ុណ្ណឹងទៅបាទលើថាយើងរុំពេញហើយបាទចឹងពេញបងប្អូនឈប់រុំហើយគូចវាຕົកទៅបាទហើយបន្ទាប់មកយើងយកស្កុតខ្មៅយើងហ្នឹងបាទខ្ញុំរុំពីលើទៅយើងកាត់វាប៉ុណ្ណេះទៅ
យើងចាប់ផ្ដើមរុំវាហើយជា5-6ជុំហ្នឹងទៅបាទហើយយើងរុំវាទាំងពីរខាងបាទអញ្ចឹងមកខាងវារុំហើយជា5-6ជុំទាំងពីរវាប្រហែលជា10ជុំជាងពេលយើងរុំហើយយើងបិទជួរកៅបណ្ដេស្អាតមកហើយវាជាប់បាទហើយយើងរុំហើយមកយើងយកដែកបដូលដាក់វិញបាទដាក់បដូលវាហើយយើងយកស្គុតមករុំវាជាប់ចឹងបន្ទាប់មកទៀតយើងយកសំណផ្សារជើងវាជាប់ទៅផ្សារចុងខ្សែទូចពីរបាទឥឡូវសម្រាប់ដុំភ្លើងនេះគឺយើងធ្វើរួចរាល់អស់ហើយបាទនៅតែនេះទេយើងអុជវានេះកោសស្នឹមកោសពីស្លង់វាចេញបាទដើម្បីយើងផ្សារជាប់ទៅនឹង transistorមកយើងផ្សារវាផ្សារដំណតិចមកចង់វាហ្នឹងហើយបន្ទាប់មកទៀតយើងបញ្ជាប់អាចុងពីរហ្នឹងដែលយើងប៊ូចូលគ្នាភ្ជាប់គ្នាទៅផ្សារជាប់គ្នាទៅស្តង់100អូមផ្សារជាប់ចុងមួយនៅក្នុងចំណោមចុងទាំងពីរហ្នឹងទៅបន្ទាប់មកទៀតយើងយក transistor A1443 យកមកផ្សារជាប់ជាមួយនឹងដុំភ្លើងយើងផ្សារដូចខ្ញុំទៅដោយសារខ្ញុំមាន transistor តូចៗទេអញ្ចឹងខ្ញុំមានតែប្រាក់ធំៗហ្នឹងឯងបាទឥឡូវស៊ីខ្វីយើងរួចរាល់ហើយយើងផ្សារខ្សែចូលម្ដងយើងផ្សារចុងទាំងពីរហ្នឹងគឺខ្សែដកចាប់ទៅថ្មខ្សែដកហើយជើងរបស់ transistor យើងចាប់ជាមួយខ្សែបូកចាប់ទៅថ្មបាទអញ្ចឹងបងប្អូនប្រើ520បងប្អូនបញ្ច្រាស់ប៉ូលវាទៅត្រឡប់វាទៅគឺប្រាប់បានដូចគ្នាហើយអានេះយើងផ្សារខ្សែចេញទៅពូលបណ្ណាចេញទៅភ្លើង220មកលើយើងចាប់ផ្ដើមផ្សាកអញ្ចឹងយើងចងខ្សែចេញហ្នឹងចងទៅជាប់នឹងគូនពូលទៅបាទហើយចាំយើងដាក់ពូលចុះហើយយើងនឹងសាកទាំងអស់គ្នា
គឺយើងយកថ្មនេះបាទថ្មនេះគឺ 7.4 វ៉ុលបាទវាសក់ក្របនេះគឺជាមធ្យមគឺ 3.7 វ៉ុលចឹងដោយសារយើងតជាស៊េរីចឹងវាបាន 7.4 វ៉ុលថាយើងគោះដំបងគោះមកផ្លែដំបងគឺវាអត់ភ្លឺទេបាទដូចថាវាអត់ទាត់ក្តៅត្រង់ស្ទើវាអត់ទាន់ធ្វើការបាទអញ្ចឹងបងប្អូនដែលធ្វើលើកទី1អាចអត់ដើរទេបាទខ្ញុំជឿអញ្ចឹងហ្មងគឺអត់ងាយដើរទេធ្វើប្រភេទនេះអញ្ចឹងបងប្អូនអាចប្រើថ្មឬក៏អង្គុយតែម្ដងដើម្បីឲ្យវាខ្លាំងជាងនេះព្រោះប្រភេទនេះខ្ញុំរុំបានតិចចឹងភ្លើងវាដែលចេញទៅក៏អត់សូវខ្លាំងប្រហែលដែរបាទអរគុណខ្លាំងមែនតើដែលបានចូលទស្សនានៅវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗគឺបានចំណេះដឹងថ្មីៗបន្ថែមទៀតបាទសូមអរគុណ